Hello អ្នកទាំងអស់គ្នាយ៉ាអ្នកគ្នាគាត់មកឃើញបើក្បាលវីដេអូបន្តិចនេះគាត់គាត់អាចខ្ញុំមិនដឹងថាវីដេអូនេះចង់ធ្វើអីហើយហ្នឹងហើយសម្រាប់វីដេអូនេះសម្រាប់ធ្វើសម្រាប់គ្នាយើងណាដែលចង់បិទ account រយៈពេលខ្លីតែមិនមែន delete account នៃវិជ្ជាអាហ្នឹងពេលដែលឧទាហរណ៍ថាយើងនឹងទៅផ្សាយបែកសង្ខារថ្មីយើងចង់បិទវារយៈពេលខ្លីពេលណាដែលយើងអារម្មណ៍ល្អយើងចង់បើកលេងវិញអាហ្នឹងធ្វើតាមវិធីនេះអូខេយើងចុចកន្លែង menu ហើយយើងចុចនៅលើខាងលើទូរស័ព្ទយើងពាក់ setting ហើយយើងអូសមកយើងយកពាក្យ personal detail យើងចុចលើ personal detail យើងអូសមកខាងក្រោមតិចមករកពាក្យ personal detail ដែរហើយយើងចុចលើ click លើវាមួយមក click ហើយយើងចូលមកយើងឃើញពាក្យ account owner set as control យើងចុចលើវាមកហើយខាងលើវាមានប៊ូតុងពេលយើងយកពាក្យខាងក្រោមយើងយកទៅបបខាងក្រោមហ្នឹងចុច click មួយមកហើយវាលោតចេញ account Facebook យើងអាហ្នឹងយើងចុច click លើ account Facebook យើងមួយមកហើយវានឹងលោតផ្ទាំងមាន2ខាងលើសម្រាប់បិទមួយរយៈពេលសម្រាប់ខាងក្រោមគឺសម្រាប់ដែលយើង delete account អញ្ចឹងយើងគ្រាន់តែបិទមួយរយៈយើងចុចខាងលើហើយយើងយកពាក្យ continue ហើយយើងវាយ password account Facebook យើងក៏ជាការស្រេចសម្រាប់គ្នាយើងដែលចង់បើកមកវិញយើងគ្រាន់តែចូល login វិញអាហ្នឹងវាបានប្រើវិញអូខេអ្នកនរ